ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនចាមកមើលចម្លាក់ដ៏រស់រវើកដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាឆ្លាក់រូបចម្លាក់ជាច្រើននៅជាប់គ្នាតែម្ដងនិងមានក្បាច់ល្អវិចិត្រតែម្ដងចានេះគឺជារូបព្រះនាងនាគចាបងប្អូនចាគឺឆ្លាក់តម្រៀបជួរគ្នាតែម្ដងចាដូចជាឆ្លាក់រូបចាព្រះនាងនាគនៅឋានបាតាលបងប្អូនចាយើងឃើញព្រះភ័ក្ត្រជាមនុស្សចំណែកនៅខាងក្រោមគឺយើងឃើញជាខ្លួននាគចាហើយកន្លែងនេះគឺជាចម្លាក់ដែលរៀបរាប់ផ្សេងគ្នាចាគឺស្រស់ស្អាតមែនទែនចម្លាក់ដូនតារបស់យើងឆ្លាក់ផុសមានក្បាច់ចាដូចជាយើងឆ្លាក់នៅលើថ្មទុនអញ្ចឹងពុកម៉ែបងប្អូនចាពិតជាអស្ចារ្យមែនទែនមិនគួរឲ្យជឿថាជាស្នាដៃរបស់មនុស្សសលោកបងប្អូនចាបើសិនជាយើងប្រៀបធៀបគឺប្រៀបធៀបទៅនឹងទេពនិមិត្តចាហើយចម្លាក់នេះដែរគឺនៅនឹងទីលានស្ដេចកន្លង់ចាបងប្អូនចង់ឃើញចម្លាក់ដ៏ស្រស់ស្អាតបែបនេះចាបងប្អូនអញ្ជើញមកលេងនៅទីលានស្ដេចកន្លង់ចាបងប្អូននឹងឃើញចម្លាក់ដ៏ល្អវិចិត្រនេះហើយចាចម្លាក់គឺឆ្លាក់មួយច្បាស់ចារៀបរាប់ពីសកម្មភាពពីការរស់នៅផ្សេងចាឲ្យយើងបានដឹងបានយល់ចាពិតជាអស្ចារ្យមែនទែនដែលដូនតារបស់យើងគាត់ចាមានគំនិតចាច្នៃប្រឌិតការឆ្លាក់រូបរៀបរាប់ពីពណ៌នាអំពីសកម្មភាពពីការរស់នៅផ្សេងទុកឲ្យកូនចៅជំនាន់ក្រោយបានដឹងចាអញ្ចឹងដើម្បីជាការលើកស្ទួយនិងដឹងគុណដល់ស្នាដៃរបស់បុព្វបុរសខ្មែរយើងចាពុកម៉ែបងប្អូនអាចចូលរួមមកទស្សនាចាក៏ជាការលើកស្ទួយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងដែរចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីជាកម្លាំងចិត្តធ្វើវីដេអូជូនពុកម៉ែបងប្អូនចាឲ្យបានស្គាល់និងយល់ដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរយើងចាដែលមានច្រើនគ្រប់ទីកន្លែងតែម្ដងចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចារកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារចាសូមពុកម៉ែបងប្អូនចាចូលរួមទាំងអស់គ្នាដើម្បីជាការលើកស្ទួយនិងថែរក្សានៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗទៀតចា